បើអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏ឆ្ងល់ទាក់ទងនឹងសាក់នៅក្នុងភាសាអង់គ្លេសជិតវីដេអូមួយនេះគឺត្រឹមត្រូវបំផុតសម្រាប់អ្នកទាំងអស់គ្នាអូខេអញ្ចឹងមុននឹងចាប់ផ្ដើមមេរៀនរបស់យើងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងខ្លះៗថាសាក់នៅក្នុងភាសាអង់គ្លេសយើងបែងចែកជាពីរប្រភេទគេហៅថា single vowels ហើយនិង double vowels single vowels មានន័យថាជាសាក់តូនហើយ double vowels មានន័យថាគឺជាសាក់ផ្សំអញ្ចឹងនៅក្នុង single vowels ដែលយើងស្គាល់ថាជាសាក់តូនហ្នឹងវាមានបែងចែកជាពីរប្រភេទទៀតគឺសាក់សំឡេងខ្លីនិងសំឡេងវែងហើយនៅក្នុងមេរៀន single vowels ហ្នឹងគឺមានចំនួន12សាក់ដែលយើងបែងចែកសាក់ខ្លីចំនួន7និងសាក់វែងចំនួន5ហើយដែលឡែកសាក់ផ្សំគឺមានសំឡេងវែងទាំងអស់យើងអត់ទាន់យកមកសិក្សាទេអញ្ចឹងក្នុងមេរៀននេះខ្ញុំនឹងលើកឡើងយកសាក់ខ្លីចំនួន7យកមកសិក្សាហើយជាដំបូងអ្នកទាំងអស់គ្នាកុំទាន់មានអារម្មណ៍ថាស្មុគស្មាញថាញ៉ៃញ៉ៃអញ្ចឹងយើងនឹងសិក្សាពាក្យហើយយើងនឹងស្ដាប់សំឡេងស្រៈហ្នឹងទាំងអស់គ្នាមុននឹងចាប់ដើមបញ្ជាក់ថាការបញ្ចេញសំឡេងនេះយើងយកតាម British accent យកតាមការបញ្ចេញសំឡេងតាមប្រទេសអង់គ្លេសអូខេអញ្ចឹងពាក្យដំបូងអានថា ant alligator alligator otter otter អញ្ចឹងសាក់របស់វាគឺសតមានសំឡេងអញ្ចឹងដាតរបស់យើងនៅពាក្យកណ្ដាលហើយយើងបញ្ចេញដាតយើងអត់ចេញមកមុខទេant alligator alligator otter otter នេះរូបរាងបែបនេះ symbol បែបនេះគឺមានសំឡេងចុះដល់ number 2 about a cup a coffee about អ្នកទាំងអស់គ្នាស្ដាប់សាក់នៅខាងមុខនេះមែនណាអញ្ចឹងនេះគឺជា symbol របស់វាមានសំឡេងចុះដល់ number 3 cook book foot អូខេអញ្ចឹងស្ដាប់ខ្ញុំប្រកបហើយអ្នកទាំងអស់គ្នានឹងអាចដឹងថាវាមានសំឡេងសាក់អីហើយcook book អញ្ចឹងស្រៈនេះមានសំឡេងcook book footចុះដល់ number 4អានថា eat hit sit គឺមានសំឡេង eat hit sit នេះស្រៈនេះគឺ eat ចុះដល់ number 5 egg elephant bag យើងមកមើលពាក្យនេះ egg យើងលើក egg មែនណា egg អញ្ចឹងមានន័យថាសាក់សំឡេងខ្លីរបស់យើងមួយទៀតមានសំឡេង egg ចុះដល់ number 6 cup cat hat គឺនឹងសំឡេងមែនណា cup cat hat អញ្ចឹងនេះគឺជាសាក់ដែលមានសំឡេងthe last one dog top mop គឺលឺសំឡេងdog top mop អូខេអញ្ចឹងខ្ញុំនឹងអានស្រៈសំឡេងខ្លីនឹង7នឹងឲ្យអ្នកទាំងអស់គ្នាស្ដាប់ម្ដងទៀតOkay, that's all for this video. Thank you for your watching.